ជាមកចូលធ្វើនៅក្នុងកម្មវិធីរបស់យើងវគ្គទី2នេះយើងនឹងបង្ហាញជូនវត្តមានរបស់តារាកិច្ចដែលចូលរួមកម្មវិធីរបស់យើងជាដំបូងសូមសម្លេងស្វាគមន៍ទៅដល់វត្តមានរបស់កញ្ញាតាក់ម៉ាសូមគោរពជម្រាប សួរ តាបុយសុខសប្បាយ បាទសុខសប្បាយព្រោះថាធ្លាប់ជួបគ្នាក្រៅแล้วមកជួបគ្នាលេឆាបាទចាសូមគោរពជម្រាបសួរដល់បងគណៈកម្មការទាំង3រូបផងដែរបាទអូច្រឡំហើយរ៉ូលីនបងមកគាត់ចាស់ចាស់ពេកណាឥឡូវអូនណាចាមកចាស់បាទចាស់រសារសក់មិនដោយសារតាបុយខ្ញុំលឺល្បីខ្ញុំមើលទៅទោះលឺថាតាបុយរហូតបាទបាទពិតសប្បាយមែនតើបានចូលរួមកម្មវិធីរបស់យើងហើយមានចំណារអារម្មណ៍យ៉ាងណាដែរចាគឺមានអារម្មណ៍ថាកម្មវិធីនេះគឺជាកម្មវិធីដែលបង្កើតថ្មីហើយប្លែកពីកម្មវិធីដទៃដែលធ្វើឲ្យទស្សនិកជនតាមដានហើយគឺផ្ទុះសំណើចរហូតចាតាំងពីដើមរហូតដល់ចប់បាទជាពិសេសគាត់ទៅរងចាំដែរព្រោះថាគាត់ចង់ដឹងថាតើបេក្ខជននៅបង្ហាញវិញ្ញាសាស្ត្រអ្វីដែលសំខាន់គាត់ចង់ថាតួណាចូលរួមកម្មវិធីរបស់យើងហើយជាពិសេសតួឲ្យគាត់លេងសប្បាយជាមួយកម្មវិធីរបស់យើងចាបាទចំពោះនេះខ្ញុំវិញគឺស្គាល់តាក់ម៉ាតាំងយូរហើយចាតាំងពីនៅទុយមួយគ្នាខ្ញុំស្មានតែអត់ចាំខ្ញុំតារ៉ូលីនការស្គាល់រ៉ូលីននៅក្មេងមិនទៅសក់ខ្លីប្រុសដែរប្រុសហើយណោះកាលហ្នឹងសក់ខ្លីធម្មតាហើយទូចប៉ុនគ្នាហ្នឹងកាលហ្នឹងពួកអីម៉ាក់រ៉ូលីនគាត់ធ្វើពេទ្យណាបាទប៉ុន្តែល្បីពេទ្យម៉ាក់រ៉ូលីនអូអ្នកលោកហើយមកដេញសមកដេញការីនេះចាចាស់ទាំងអស់ហ្នឹងល្បីម៉ាក់ធ្វើពេទ្យប៉ុន្តែដល់កូនឈឺមិនក៏ទៅពេទ្យផ្សេងអត់ទៅពេទ្យម៉ាក់ចឹងចាំម៉ាក់រស់ស្ត្រីនោះចុះអូច្រឡំស្មារ៉ូលីនស្រីអត់ទេតែប៉ុន្តែម៉ាក់ខ្ញុំក៏គាត់មានព្យាបាលជំងឺទូទៅដែរបងស្រីអូយនឹងខ្ញុំនៅក្នុងទូស្អាតម៉ាហើយខ្ញុំចាំបានម៉ាក់ខ្ញុំប្រាប់ថានាងខ្ញុំកើតមកម៉ាក់រ៉ូលីនបង្កើតតាអូអត់តែមែនតាបាទបងមែនសួរម៉ាក់មើលសួរម៉ាក់តាមកចោតទូគាត់ប្រហែលជាចាំមុខបតបានហ្នឹងប្រហែលជាដោយសារពេលហ្នឹងគឺម៉ាក់រ៉ូលីនគាត់បកគលវិជាគុណទាំងអស់ទៅឲ្យបងបានបងស្អាតហើយអស់វិជាគុណរ៉ូលីនចាព្រោះថាម៉ាក់ខ្ញុំគាត់ធ្វើពេទ្យ49ឆ្នាំហើយបងចាត្រូវហើយចាមកដល់ពេលនេះគឺ49ឆ្នាំហើយកាលហ្នឹងគឺមានតារាភាពយន្តជើងចាស់ជាច្រើននៅក្នុងទសវត្ស80និង90ហ្នឹងគឺគាត់បានមកចាក់ឆ្នាំផ្ទះខ្ញុំដែរដូចជាអ្នកបងសុកស្រីមុំអ្នកបងអំពើទេវីអីណាហ្នឹងជួបការជំនាន់ហ្នឹងអ្នកបងសុកស្រីមុំអ្នកបងពោទេវីតែចាត់ឆ្នាំហ្នឹងគាត់កាយវិការមិនទៅមានឃើញអត់ដល់ខ្ញុំតែ3ឆ្នាំទេតែចូលបានហ្នឹងមានសុខចាប់កាយវិការគេបាទរ៉ូលីននៅទូចគ្រាន់កាលហ្នឹងខ្ញុំនៅចាំពួកអីខ្ញុំប្រហែលជាអាយុច្រើនជាងរ៉ូលីនណាចាខ្ញុំកាលហ្នឹងអាលៀកកំពង់កហើយទៅឲ្យម៉ាក់គាត់ចាក់ឆ្នាំឲ្យពួកអីប៉ាម៉ាក់គាត់ជាមួយនឹងប៉ាម៉ាក់ខ្ញុំស្គាល់គ្នាចាហើយពេលខ្ញុំទៅចាក់ថ្នាំអញ្ចឹងគេនិយាយមួយម៉ាក់គេម៉ាក់ឯងកុំចាក់គេឈឺពេកយ៉ាត់កូនគេយំចាប្រាប់គេអញ្ចឹងទៀតចាឲ្យពីទួយវិញណាម៉ាក់ខ្ញុំយកខ្នើយដែលខ្ញុំស្រឡាញ់យកទៅឲ្យអ្នកជំងឺកោយចាមួយអាទិត្យហ្នឹងគឺអត់បាយត្មងយកមនាលបោកខ្លួនចាហើយតែជាកូនស្រីណាបងកក់មកអត់កក់រហូតណាបាទយំមិនទៀតហានេះបាទអត់ពេលដែលហានីស្ដាប់ឮប្រវត្តិអូនពីទូចហើយហានីក៏មានចិត្តមួយថាចង់លែងអូនចោលណាមែនទេរ៉ូលីនអត់លែងទេលែងមិនដាច់ហ្នឹងរ៉ូលីនជាងមុនទៀតមែនទេជឿខ្ញុំហើយការនៅក្មេងហ្នឹងចរិតមិនដែររុំទុំឬក៏ហៀងអាឡែមនិយាយទៅពីក្មេងពិបាកមើលព្រោះអីក្មេងណាក៏លពឹសដូចគ្នាដែរបាទតែគាត់របៀបដូចថាឃើញប្រុសស្អាតអីចឹងទៅមានតែចិត្តអីចឹងខាងហ្នឹងអត់ទេគ្រាន់តែចេះពីទូចហ្នឹងគឺថាចូលចិត្តលេងចាក់នំគ្រក់ហើយខ្ជិលណារឿងលៀងចានឆ្នាំហ្នឹងបងមានរៀនមូសក់មូអីហ៎ហ្នឹងរៀនណាអីចឹងទៅហ្នឹងបងសឿធារាសឿសារាវុធហ្នឹងបរៀនខ្ញុំតែប៉ុន្តែអាទូជាហ្នឹងទៀតកាលហ្នឹងចូលលេងចាក់នំគ្រក់គេខ្ជិលលៀងចានចឹងណាបងលៀងបែកហ្នឹងពេលមកដល់មុខម៉ាក់គាត់កាន់ចាននំគ្រក់ហើយអីយ៉ាម៉ាក់អូធ្លាក់បែកបាត់ណាតាមពីទូជាល្បិចចឹងទៅមកចាឲ្យទិញថ្មីបាទល្បិចតាំងក្មេងហ្មងនិយាយចំកាលនោះ1500ទេបាទតែឥឡូវនៅធំចឹងនៅល្បិចដែរអត់ចាអត់មានល្បិចទេគ្រាន់តែពេលខ្លះលួចក្បាលស្វាមីម្ដងដែរចាថ្ងៃនេះគេធ្វើទេចង់ហៅជន់ម៉ៃធីវីទាំងអស់គ្នាខ្លាំងមកថ្ងៃនេះមានកិត្តិយសបានតាក់ម៉ាបានចូលរួមក៏ដល់កិត្តិយសនៅក្នុងកម្មវិធីចាពេញចិត្តឬអត់ចាអរគុណស្អាតណាឥឡូវស្អាតជាងមុនទៀតណាចាអរគុណច្រើនបងអរគុណបងក៏ស្អាតដូចគ្នាអត់ចាស់សោះអរគុណចាមែនតើបងនិយាយអាកំបាំងសួរត្រង់មើលអាកំបាំងមិនទៅបងថែរក្សាសម្រាប់អាកំបាំងថែរក្សាសម្រាប់យ៉ាងម៉េចទៅ
ព្រោះថានិយាយចំបើសិនជាអត់ប្រាប់ខ្ញុំទីថាបើសិនជាខ្ញុំនិយាយត្រង់ដូច28 29នេះចឹងហ្នឹងហើយម្ដុំហ្នឹងអីចឹងតែប៉ិតនាងខ្ញុំចាស់ហើយចាហើយគ្រាន់ថាការថែទាំសុខភាពសម្ផស្សអីគឺនាងខ្ញុំថែទាំក៏មិនខុសពីអ្នកដទៃដែរគេងឲ្យបានគ្រប់គ្រាន់ចឹងទៅញ៉ាំអាហារណាដែលយើងគិតថាញ៉ាំទៅវាមានប្រយោជន៍ចឹងចាហើយនឹងមួយទៀតនេះខ្ញុំគេងគ្រប់គ្រាន់ញ៉ាំទឹករៀងបានច្រើនបើកីឡានេះខ្ញុំជួយចាត់ហែលទឹកហើយនឹងមួយទៀតនេះខ្ញុំប្រើផលិតផលដូចជាថែរក្សាផ្ទៃមុខ cream ចាគឺឲ្យត្រូវទៅនឹងផ្ទៃមុខរបស់នាងខ្ញុំប្រភេទស្បែករបស់នាងខ្ញុំចាជាពិសេសគឺប្រភេទបែបបតឹងស្បែកមុខអូបាទជាស្អាតចឹងត្រូវកត់ទុកដឹងនៅមកយើងប្រើផ្ទុយទៅបាទអាក្រក់ហ្នឹងអញ្ចឹងនេះខ្ញុំចង់ឲ្យបងអ្នកបងសុជាចាប់ប្រើផលិតផលនាងខ្ញុំចាគឺសាប៊ូលាក់ចាគ្រឿងផ្សំចាដូចអ្នកបងលាក់គ្រឿងផ្សំហើយចាគឺសំឡើងពីខ្ជូងថ្មប្រេងម៉ាស៊ីនឡាននិងឆ្លើងបុកអីទីគេដល់ពេលចិត្តដល់ជប់លៀងមានតែសម្រស់នាងណាដែលអាចជួយបានផ្ទះហើយមួយទៀតឃើញរ៉ូលីនផ្សព្វផ្សាយជាមួយផលិតផលអីគេដែលលាបហើយតតែផ្ទះមុខចាគឺសេរ៉ុមបាទអរគុណដែលបានចូលរួមកម្មវិធីរបស់យើងបាទអរគុណបាទអរគុណចាអរគុណសម្រាប់ផ្លែសិនណាបាទអរគុណនៅពេលនេះសូមសម្លេងស្វាគមន៍ជាបន្តទៅដល់វត្តមានរបស់លោកវុតវិថងបាទសូមជម្រាបសួរដល់គណៈកម្មការទាំង3និងទស្សនិកជនទីនេះដូចជាតាមទេគេហៅឋានផងដែរបាទចូលរួមកម្មវិធីរបស់យើងយកឃើញយ៉ាងណាដែរបាទមានអារម្មណ៍ថារំភើបផងសប្បាយផងភ័យផងបាទហេតុអីបានភ័យហ្នឹងទី1មុនដំបូងភ័យខ្លាចបង្តោតែឥឡូវបង្តោទៅបាត់ហើយអត់សូវភ័យបាទកញ្ញារ៉ូលីនបាទចាចំពោះនាងខ្ញុំវិញមិនកំបាច់ភ័យខ្លាចជាមួយនាងខ្ញុំអីព្រោះយើងស្គាល់គ្នាយូរហើយមែនទេអូនបាទថងស្អាតណានិយាយមែនស្អាតតែស្អាតដល់តបួយយើងម្យ៉ាងម្នាក់តែបងឲ្យបងជ្រើសរើសបងជ្រើសយកទាំងពីរតែម្ដងបងចាហើយចុះមិនបានម្នាក់ឲ្យក្រហមមកគេតែដៃគ្រប់គ្នាឆ្ងល់នេះតាំងរ៉ូលីនអីមិនចាមើលគាត់គឺជាតារាថ្មីតម្រះចឹងណាបងពេលដែលអ្វីដែលថ្មីតែចង់ហូបអូចាចង់ឃើញហីឃើញអូច្រឡំខ្ញុំច្រឡំចង់ច្រឡំមកដល់ចាច្រឡំអូមកនៅម៉ោងបាយចាមកលៀនបាយចាបាយឯក្លៀនណាចាប់ពី10ជាងហើយបងតែក្លៀនតែនេះបងជួយដល់សាអូនចាតែថងតោះតែម្យ៉ាងឯងអីបាច់និយាយក៏គេដឹងដែរមែនទេតោះតែអត់ស្រឡាញ់នាងខ្ញុំវិញញ៉ាយគ្នា8ឆ្នាំញ៉ាយបានសម្រាប់សោះហើយការញ៉ាយគេញ៉ាយរបៀបម៉េចកាលនោះពាក់កៅប្រុសអត់តន់ស្គាល់អូចឹងដល់ពេលឥឡូវញ៉ាយអត់ប៉ិតចឹងហើយឥឡូវនៅតែអត់ចឹងព្រោះឥឡូវគេមានស្វាមីហើយអត់ចាំបងអត់មានស្វាមីអូនអាចញ៉ាយបងបានមែនទេហ្នឹងលឿនសិនអើយគិតមើលសិនចេះនេះខ្ញុំអត់តន់ធានាចាំព្រោះនេះខ្ញុំអត់តន់លេខចុះឲ្យតាសវលចឹងនេះខ្ញុំអាចជ្រើសរើសផ្លូវដើរដោយខ្លួនឯងបានមែនទេបងចុះគាត់ថាស្រឡាញ់រាប់អានជីវិតភ័ក្រអីជីវិតភាពអីទៅបានទេតែអត់តែស្អាតស្អាតខ្ញុំចង់បានជាដៃគូអូថាដូចពាក្យម្យ៉ាងដែលគេហៅថា princess អូចុះបានគេអត់ព្រមហ្នឹងណាបាទបាទថ្ងៃនេះហេថងអើយកុំបងស្រឡាញ់ខ្លួនឯងក៏បីបងផាណែឯងទក់សាច់តែម្ដងចូលតាមផាគេលែងស្រឡាញ់ហ្មងហ្នឹងហើយបាទអរគុណហើយធ្លាប់ទស្សនកម្មវិធីយើងពីសប្តាហ៍កន្លងទៅដែរទេបាទនិយាយទៅខ្ញុំតាមរហូតព្រោះអីតែតែចង់ដឹងព្រោះការប្រឡងថាអ្នកតារាមួយណាដែលគាត់ថាបេក្ខជនមួយណាដែលគាត់ឈ្នះគាត់ចាញ់តែតែតាមដានរហូតបាទអរគុណដែលបានចូលកម្មវិធីសម្រាប់បានអរគុណចាអរគុណអាចសម្រាប់បានបាទជាបន្តសូមសម្លេងស្វាគមន៍ទៅដល់លោកងួនរិទ្ធីបាទជាដំបូងសូមជម្រាបសួរទៅដល់គណៈកម្មការទាំង3រូបក៏ដូចជាជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលទស្សនានៅទីនេះក៏ដូចជានៅតាមគេអាហារបាទចាហើយបេក្ខជនម្នាក់ហ្នឹងដូចត្រង់ផ្អើលមកមិនបាច់យកតុនជង្គង់ទៀតទេចង់តុនជង្គង់មកចិត្តនឹងត្រង់ចាញ់ច្រាប់ឆាកឡើងមកវិញទុននេះមកស្ទុះហ្នឹងចាមើលមកផ្លែតមិញស្មានលោកណាគេលោកអីគេឈិនឡុងមកឃើញហេដូចសង្ហាជាងហ៎ស្តៀងគ្នាបងដូចត្រង់ណាឯងបងចាដូចត្រង់ណាច្មោះតែច្មោះតោណាបងច្មោះតោបងរ៉ូលីនស្គាល់គ្នាយូរទុកមុខទៅអាដៃនេះត្រូវកម្មវិធីហ្នឹងចាស់គឺថាបងត្រូវការដាក់បងសម្រាប់បាញ់គេហើយតែព្រោះថាម្នាក់ទៀតទៅអាមេរិកបាត់អញ្ចឹងបងក៏ដល់ក្តៅម្នាក់ឯងបងនិយាយឆ្ងល់ឲ្យទទួលប្រុសឡើងមកស្គាល់រហូតឆ្ងល់ស្គាល់មែនតើតាំងពីចំណត់ប្លង់ Freshie នេះបាទស្គាល់រហូតហ្មង Freshie មិនសូវម្លងខ្ញុំទេចា
ឲ្យតាបេក្ខជនឬក៏តារាកិត្តិយសប្រុសគឺរលីនគាត់ស្គាល់ទាំងអស់ឥឡូវសួរឥឡូវមកដល់អាយុម៉ានអីក្នុងឆ្នាំនេះនាងខ្ញុំអាយុ19ឆ្នាំឆ្នាំ27អីមានសរសើរបាននេះអីសួរត្រង់មើលជីកបបហ្នឹងឯងតាមពីទូដល់ធំច្បាស់រាប់ដៃរាប់ជើងមើលសិនមករាប់សាមើលគិតមើលប្រហែលជា70ជាអ្នកហ្នឹងឯងក្នុងនោះរាប់ខ្ញុំចូលអត់ណាចាមានរាប់ខ្ញុំចូលអូផ្លេច8គាត់ចូល8ជាងអីចឹងហ៎បាទនិយាយលេងសើចដូចឈិនឡងមែនតាចំមកហើយចង់ទៅថតសម្ដែងភាពយន្តអីទេនេះអីមិនអ្នកដឹកអីគេរកគេហៅតែគេឲ្យគេហៅថតអីតែអត់ទេចង្កាលទីទៀតទៅខ្ញុំអាចទៅដឹកខ្លួនឯងបានអញ្ចឹងណាបាទចាឲ្យសូមមេត្តាចាដៃអាចដកចេញបន្តិចបានចាកាន់ក្បាលមីក្រូឲ្យក្តោបទៀតអត់ទេគ្នាឌីករំភើបចូលរួមក្នុងកម្មវិធីហ្នឹងអញ្ចឹងណាចាបងសប្បាយចិត្តដល់អញ្ចឹងទៅចេះតែកាន់អញ្ចឹងទៅកុំឲ្យវាភ័យចាអូនាងខ្ញុំខ្លួនតិចសប្បាយចិត្តច្រើនលែងអត់សូវកាន់អញ្ចឹងលែងមានភាពសប្បាយរីករាយលែងខ្លួនយើងឲ្យពីរំភើបសប្បាយរហូតហ្មងចាសប្បាយរហូតហ្មងអូខេចាបាទគឺបាទហើយទស្សនកម្មវិធីរបស់យើងយកឃើញយ៉ាងណាដែរកាលពីពេលអត់ទាស់ខ្លាចចិត្តដែរក៏យូរបាទជាដំបូងគឺខ្ញុំនិយាយទៅគឺ fan កាប់មុខរបស់កម្មវិធីហ្នឹងហ្មងបាទចូលចិត្តហើយជាពិសេសកញ្ញារលីនគ្រប់គ្រងគាត់ចាអរគុណច្រើនអ្នកស្រីបាទនាងសិនទៅអ្នកនាងអ្នកស្រី40ជាង50នេះខ្ញុំទៅ20ជាងចាស់អ្នកនាងបាទអ្នកនាងរលីនហើយកម្មវិធីនេះឃើញថាសប្បាយហើយចូលចិត្តមើលនៅគេអាឋានហើយដល់ពេលឥឡូវហ្នឹងគឺមានកិត្តិយសបានឡើងមកជួយជាភ្ញៀវកិត្តិយសនេះគឺសប្បាយចិត្តមែនទែនមានប្រាប់ម៉ាក់ប៉ាឯងមានប្រាប់ម៉ាក់ប៉ាក្រុមគ្រួសារបងប្អូនអីហ៎ថាមកចូលរួមកម្មវិធីនេះកិត្តិយសប្រាប់មុនគេប្រាប់ចាហើយថ្ងៃណាមួយបើសិនជាបានឡើងជាលើកទី2ចានេះខ្ញុំសូមឲ្យគាត់ចាប់ពាក់សក់អញ្ចឹងហ៎ចាប់ពាក់សក់ពាក់សក់ការ៉េថ្ងៃណាមកគ្រប់ប្រុសពាក់សក់ចាប់ពាក់សក់ការ៉េទាំងអស់ហ្នឹងហើយឲ្យគេនាំគេទៅតាមអីយើងតែយើងមួយទៅបានទេហានីនេះចង់នឹងថាពាក់ទៅវាល្មិចដែរទៅហ៎បាទយេកូនគេអស់តែគេស្ដីឲ្យអរគុណសម្រាប់បាទអរគុណឥឡូវយើងសូមណែនាំនៅតារាយុទី4គឺប៉ៃឌីក៏សូមជម្រាបសួរដល់បងប្អូនដែលមានវត្តមាននៅទីនេះក៏ដូចជាអ្នកដែលកំពុងតែតាមដាននៅកម្មគេធម្មតាហើយក៏សូមជម្រាបសួរដល់គណៈកម្មការបងប្រុសនិងបងស្រីគង់សុជាតិក៏ដូចជាអដៃណែអើយបងស្រីរលីនផងដែរចាបងស្រីអូនត្រូវហើយបងស្រីចាថ្ងៃនេះអត់ពាក់សក់មកទេអីអើយបងស្រីពាក់សក់អូនមិនបាច់ពាក់ទេណាចាអញ្ចឹងកុំឲ្យកងគ្នាមែនទេអូនត្រូវហើយព្រោះបងមានមកកត់អូនអត់មានអូនខ្លាចចាញ់បងអូនខ្ជិលពាក់តែម្ដងតែណាបងស្រីតែបើសិនជាបងអូនប្រឡងឡើងឆ្នាំក្រោយនេះអាចនឹងទទួលមកកត់ពីបងបានប៉ុន្តែបើសិនជាបងអូនមិនចង់ប្រឡងទេបងអូនអាចទៅជាវបាននៅផ្សារអូរស័យអូយអូនអត់ចង់ទេអាមកកត់កលៃណាចាមកកត់នេះកលៃពិតតែអូនជ្រុះត្បូងចង់អស់ហើយចាថ្ងៃណាមួយនេះខ្ញុំនឹងទៅបិទនៅហាងបងសុជាតិបងសុជាតិបង្កើតបិទដែរកញ្ចោអីហ្នឹងណាចាសាលាកាយសម្ផស្សសុជាតិហ្នឹងចាំមានគ្រប់ផ្នែកតែមកចាអាវបិទខោស្បែកជើងអីចាហើយនេះខ្ញុំចង់បិទមួយទៀតបិទមាត់បិទតាមគ្រូឲ្យតែ3មើលទៅអត់ដៃនៃវិសេសទីណាបងចាហើយនិយាយប៉ៃឌីចានេះខ្ញុំបានឃើញតាមរយៈប្រព័ន្ធ Facebook ចាល្បីណាហើយម្នាក់ជាពិសេសបងប្អូននេះខ្ញុំក៏យកឲ្យនេះខ្ញុំតាមដានរហូតគេថាជំរឿបគេឆ្លងឆ្លើយមិនទៅវិញគេបាញ់ទៅបាញ់មកជាមួយនឹងប៉ៃលីអញ្ចឹងណាអត់ទេល្បីរបស់គាត់តាហើយពេលដែលគាត់សម្ដែងចេញតាមរយៈ Facebook គាត់និយាយអញ្ចឹងមើលទៅគាត់ដូចថាគួរឲ្យចូលចិត្តអត់គួរឲ្យស្អប់ទេណាចាហើយឆ្លើយឆ្លងគ្នាបានល្អទៀតណាអូមិនធម្មតាទេចានិយាយអត់មានដាក់អត់ចង់និយាយមានសម្រាប់ណាទៅរូចាំកន្លះម៉ោងចឹងទៅប៉ៃលីវិញគាត់ខ្ញុំមើលវីដេអូឃ្លីបគាត់ចុងក្រោយនេះគាត់ច្រៀងបទអីទេគាត់កែវិការចូលឡើងចានេះខ្ញុំសូមផ្ញើចម្រៀងមួយបទចា operator វា operator ទៀតចាថ្ងៃណាខ្ញុំខំថាបានជួបបងស្រីប៉ៃលីនៅខាងក្រៅបើមិនចឹងទេបងនាំគ្នាមកតបចាមកតប My TV ហ្នឹងទៅពិសាកាហ្វេឥឡូវមិនចៃត្រូវគ្នាវិញនៅណាដូចត្រូវហើយប្រាប់បងប្អូនយើងបានដឹងផងព្រោះគេតាមដានសាច់រឿងយើងណាចាត្រូវគ្នាវិញណានិយាយដូចប្រុសអញ្ចឹងអត់ដាក់ភ្នែកស្លេវអញ្ចឹងអត់ស្អាតអូននិយាយដូចក្នុងនិយាយមើលត្រូវគ្នាវិញណាអើយបាននិយាយទៅអត់មានឆ្លោះគ្នាទេសិល្បៈជាការសម្ដែងណាបងស្រីចាហើយដល់ពេលមើលទៅដូចឆ្លោះគ្នាមែនតើតែប៉ុន្មានជាការឆ្លោះគ្នាទេចឹងហ្នឹងហើយអញ្ចឹងអ្នកមើលខ្លះពេលខ្លះគេថាពីរអ្នកហ្នឹងឥឡូវគេត្រូវគ្នាវិញហើយគេស្រឡាញ់គ្នាទៀតមែនអត់អូយមិនមែនទេអូនអត់ស្រឡាញ់ស្រីទេស្រឡាញ់អើយដូចថាអើយគេថាអើយ
ស្រីយកស្រីអត់ចាប់ជាតិទេណាបងស្រីអញ្ចឹងទៅចាចាជួនកាលដូចតែឆក់អញ្ចឹងទៅណាចាដកទល់ដកច្រើនគ្នាចេញចាតែមានដកមួយបោកមួយចាដូចខ្ញុំនេះដកតែបុយបោកចាតែបែកដាក់ចូលគ្នាទៅវាចូលគ្នាស៊ីគ្នាអញ្ចឹងតែបងដែរឃើញបងអូនរួមណាឃើញធ្លាប់ឃើញនិយាយមើលកាយបកាអីដាក់បង្កាត់ខ្លួនអញ្ចឹងថ្ងៃនេះបានឃើញរូបរាងពិតទេស្អាតសង្ហាមែនតែចង់ឲ្យរួមបន្តិចមើលសាចង់ឲ្យរួមមកបងរលីនឯងជួយច្រៀងតិចទៅណាអូច្រៀងបានទេសុំតិចបានទេរំបាត់អីបងរំឥណ្ឌាទេចឹងឥណ្ឌាគាត់ច្រៀងអីចាញ់ហ្នឹងមកឥឡូវច្រៀងឥណ្ឌាទេបងហ្នឹងហើយទៅតោះអូខេឥណ្ឌាបានហើយកយើងឲ្យធ្វើអូខេបងស្រីអូខេចាឥឡូវនេះចានេះខ្ញុំសុំច្រៀងគោអត់ច្រៀងលើទឹកទេចាហីតមេគីរីបាហាត់កេរីមេទីប៊ីហ៊ីតេហាត់ទីមីហាត់កេហាត់មីតាហេតារីហាត់ករ៉ាម៉ាទីហេនីហាត់ករីតបេរីឌីហ៊ីប៊ីហ៊ីHimma he 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 Akari pada pada he 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 Bạn ai nè để bón mình nữ nè mình mẹ kêu mà xin đi nè Ê mà cái ra người mình tới trong thư đại đi vậy tới lướt lên Nhật Bản tao mà đo cha ở đây bay đi vừa chân lọ sò chiên một chân máu prong bê cờ mưa tới bia đại là mua ai cho sma cùng Rolling ba đi cho mình bỏ thò mà đa nó bong đây là bê nè cái từ bao like nhôm nè thay sầm phi cả nữa ở đây pẹ sray cái bò đó là lại tao tầm episode nữa tới cái hổ bạn đâu tao dưới tới bò tới trà rắm xây lầu cha bữa tha bong con mình khoan thế để tha khát nhoi tôi chứ khát nhoi chứ đọc cái bò lia đáy xông lướiอะไรนี่มาดาวตามยะท่ากรรมบ่แล้วเดี๋ยวถอดไปตายประตายอะไรน่ะรอเชียงไปได้ตายเพราะมันยังมีรำท่าวิสรัวเชียงนะบ้องป่วยหนึ่งครั้งยังจะศิลปินฮิปฮอปโดยยิงยังจะเชียงศิลปินฮิปฮอปจังจ้าคือ Hey girl you are so beautiful I really like your body Hey girl I'm gay បាទអរគុណចាបាទអរគុណសម្រាប់បាទអរគុណចាអរគុណបាទគាត់នៅពេលនេះពេញចិត្តអរគុណសម្រាប់អនុញ្ញាតសម្រាប់មួយ Pleasant